ការជជែកអំពីលទ្ធភាពដែលសហគមន៍អាស៊ានអាចវិវត្តខ្លួនទៅជាសហភាពមួយដែលមានទម្រង់ដូចសហភាពអឺរ៉ុបគឺជាប្រធានបទដ៏មានប្រជាប្រិយភាពនៅក្នុងមជ្ឈដ្ឋានសិក្សាស្រាវជ្រាវភូមិសាស្ត្រនយោបាយទោះជាយ៉ាងណាក៏ដោយកាលណាគេពិនិត្យឲ្យបានស៊ីជម្រៅទៅលើឫសគល់នៃអង្គការទាំងពីរគេនឹងឃើញថាអាស៊ាននិងសហភាពអឺរ៉ុបត្រូវបានសាងសង់ឡើងនៅលើគ្រឹះមនោគមវិជ្ជានិងទស្សនវិជ្ជាប្រវត្តិសាស្ត្រដែលខុសគ្នាស្រឡះជាបឋមភាពខុសគ្នាជាមូលដ្ឋានបំផុតស្ថិតនៅលើរចនាសម្ព័ន្ធអំណាចនិងការគ្រប់គ្រងដែលភាសាបច្ចេកទេសហៅថារបបអធិរដ្ឋសម្រាប់អឺរ៉ុបនិងរបបអន្តររដ្ឋាភិបាលសម្រាប់អាស៊ានសហភាពអឺរ៉ុបតម្រូវឲ្យសមាជិកទាំងអស់បោះបង់អធិបតេយ្យភាពជាតិមួយផ្នែកទៅឲ្យស្ថាប័នកណ្ដាលដែលមានអំណាចលើសរដ្ឋាភិបាលជាតិក្នុងការសម្រេចចិត្តលើបញ្ហាសំខាន់ៗដូចជាពាណិជ្ជកម្មបរិស្ថាននិងកសិកម្មច្បាប់ដែលចេញដោយទីក្រុងប្រូសែលមានអានុភាពបង្ខំឲ្យរដ្ឋសមាជិកអនុវត្តតាមហើយក្នុងករណីមានការល្មើសតុលាការយុត្តិធម៌អឺរ៉ុបមានអំណាចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរផ្ទុយទៅវិញអាស៊ានត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារអធិបតេយ្យភាពជាតិជាអាទិភាពនៅក្នុងបរិបទអាស៊ានគ្មានស្ថាប័នណាមួយមានអំណាចខ្ពស់ជាងរដ្ឋាភិបាលជាតិនោះទេហើយរាល់កិច្ចព្រមព្រៀងទាំងអស់គឺធ្វើឡើងតាមរយៈការសម្របសម្រួលដោយស្ម័គ្រចិត្តលេខាធិការរដ្ឋាភិបាលអាស៊ានមិនមែនជាស្ថាប័នវិជាឡើយប៉ុន្តែគឺជាអ្នកបម្រើការងាររដ្ឋបាលដែលធ្វើឲ្យអាស៊ានរក្សាបាននូវឯករាជ្យភាពពេញលេញនៃរដ្ឋនីមួយៗប៉ុន្តែក៏ជាឧបសគ្គក្នុងការអនុវត្តគោលនយោបាយរួមឲ្យមានប្រសិទ្ធភាពដូចអឺរ៉ុបដែរទន្ទឹមនឹងរចនាសម្ព័ន្ធអំណាចរបៀបវារៈនៃសេចក្តីសម្រេចចិត្តក៏ជាចំណុចគន្លឹះដែលធ្វើឲ្យអង្គការទាំងពីរដើរផ្លូវខុសគ្នាសហភាពអឺរ៉ុបប្រើប្រាស់ប្រព័ន្ធបោះឆ្នោតតាមសម្លេងភាគច្រើនដែលអនុញ្ញាតឲ្យការសម្រេចចិត្តអាចដើរទៅមុខបានទោះបីជាមានរដ្ឋខ្លះជំទាស់ក៏ដោយប៉ុន្តែសម្រាប់អាស៊ានរាល់សេចក្តីសម្រេចចិត្តត្រូវឈរលើគោលការណ៍កុងសុងស៊ីសឬការយល់ព្រមជាឯកច្ឆន្ទ 100% គោលការណ៍នេះត្រូវបានគេស្គាល់ថាជាវិធានការអាស៊ានដែលផ្ដល់តម្លៃខ្ពស់បំផុតដល់ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកមូលហេតុដែលអាស៊ានមិនអាចបោះបង់គោលការណ៍នេះបានគឺដោយសារតែភាពចម្រុះនៃរបបនយោបាយក្នុងតំបន់ខណៈដែលសហភាពអឺរ៉ុបដាក់លក្ខខណ្ឌតឹងរ៉ឹងថាសមាជិកទាំងអស់ត្រូវតែជាប្រជាធិបតេយ្យសេរីនិងគោរពសិទ្ធិមនុស្សតាមស្តង់ដារតែមួយអាស៊ានគឺជាការជួបជុំនៃរដ្ឋដែលមានប្រព័ន្ធនយោបាយខុសគ្នាដាច់ស្រឡះចាប់ពីរបបកុម្មុយនីសរាជានិយមដាច់ខាតរហូតដល់ប្រជាធិបតេយ្យដែលកំពុងលូតលាស់ភាពខុសគ្នានៃមនោគមវិជ្ជាបែបនេះធ្វើឲ្យការបង្កើតស្ថាប័នរួមដែលមានអំណាចបង្ខំដូចជាសភាអាស៊ានឬតុលាការសិទ្ធិមនុស្សអាស៊ានជារឿងដែលមិនអាចទៅរួចឡើយព្រោះរដ្ឋនីមួយៗមាននិយមន័យនៃសណ្ដាប់ធ្នាប់សង្គមនិងយុត្តិធម៌ខុសៗគ្នាក្រឡេកមកមើលផ្នែកសេដ្ឋកិច្ចវិញគម្លាតរវាងរដ្ឋសមាជិកអាស៊ានមានទំហំធំធេងពេករហូតដល់មិនអាចបង្កើតរូបិយប័ណ្ណរួមដោយប្រាក់អឺរ៉ូបានសហភាពអឺរ៉ុបអាចប្រើប្រាស់រូបិយប័ណ្ណរួមបានដោយសារពួកគេមានកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នានិងមានយន្តការផ្ទេរហិរញ្ញវត្ថុដើម្បីជួយសង្គ្រោះសមាជិកដែលទន់ខ្សោយផ្ទុយទៅវិញក្នុងអាស៊ានយើងមានសង្ហបុរីដែលមានមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកប្រៀបធៀបជាមួយនឹងប្រទេសដែលកំពុងអភិវឌ្ឍខ្លាំងដូចជាវៀតណាមនិងថៃរហូតដល់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយបំផុតប្រសិនបើអាស៊ានមកខំឲ្យប្រើប្រាស់លុយរួមគ្នាវាគឺបង្កមហន្តរាយដល់ប្រទេសក្រីក្រដែលមិនអាចប្រើប្រាស់គោលនយោបាយរូបិយប័ណ្ណជាតិដើម្បីគ្រប់គ្រងអតិផរណាឬជំរុញការនាំចេញរបស់ខ្លួនបានឡើយលើសពីនេះអាស៊ានក៏មិនទាន់មានឆន្ទៈនយោបាយក្នុងការយកលុយពន្ធរបស់ពលរដ្ឋក្នុងប្រទេសអ្នកមានទៅជួយឧបត្ថម្ភដល់ថវិកាជាតិរបស់ប្រទេសជិតខាងក្នុងទ្រង់ទ្រាយធំដូចជាអាល្លឺម៉ង់ធ្លាប់ធ្វើចំពោះក្រិចនោះទេភាពខុសគ្នានៃកម្រិតចំណូលនិងរចនាសម្ព័ន្ធសេដ្ឋកិច្ចនេះក៏ជាឧបសគ្គដល់ការបើកចំហព្រំដែនសេរីសម្រាប់ចលនាពលករផងដែរការអនុញ្ញាតឲ្យមនុស្សឆ្លងដែនដោយគ្មានការត្រួតពិនិត្យដូចក្នុងតំបន់ Schengen របស់អឺរ៉ុបអាចនឹងបង្កជាអស្ថិរភាពសង្គមយ៉ាងធ្ងន់ធ្ងរក្នុងអាស៊ានដោយសារតែការហូរចូលនៃពលករគ្មានជំនាញក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសក្រីក្រទៅកាន់ប្រទេសអ្នកមានដែលនាំឲ្យបញ្ហាសន្តិសុខនិងការប្រកួតប្រជែងការងារក្នុងស្រុកជាចុងក្រោយកត្តាប្រវត្តិសាស្ត្រនិងអត្តសញ្ញាណតំបន់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់មាគ៌ានៃអង្គការទាំងពីរសហភាពអឺរ៉ុបកើតចេញពីការឈឺចាប់នៃសង្គ្រាមលោក
ដល់រ៉ាំរ៉ៃដែលបង្ខំឲ្យពួកគេយល់ថាមានតែការរលាយចូលគ្នាជារដ្ឋតែមួយនោះទេទើបអាចរក្សាសន្តិភាពបានយូរអង្វែងចំណែកឯប្រទេសអាស៊ានភាគច្រើនគឺជាអតីតអាណានិគមដែលទើបតែទទួលបានឯករាជ្យនិងកំពុងស្ថិតក្នុងដំណាក់កាលកសាងជាតិសម្រាប់ប្រជាជាតិអាស៊ានអធិបតេយ្យភាពគឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានហើយការលះបង់អំណាចសម្រាប់ចិត្តជាតិទៅឲ្យអង្គការតំបន់ត្រូវបានមើលឃើញថាជាការបាត់បង់ឯករាជ្យភាពជាតិជាថ្មីម្ដងទៀតលើសពីនេះភាពសម្បូរបែបនៃសាសនាប្រវត្តិសាស្ត្រនិងភាសាក្នុងអាស៊ានក៏ធ្វើឲ្យការបង្កើតអត្តសញ្ញាណរួមមួយថាជាជនជាតិអាស៊ានមានភាពយឺតយ៉ាវជាងអឺរ៉ុបដែលមានឫសគល់វប្បធម៌គ្រឹះសាសនានិងទស្សនវិជ្ជាស្រដៀងគ្នាសរុបមកអាស៊ានមិនអាចដោយសភាពអឺរ៉ុបបានទេមិនមែនដោយសារតែអាស៊ានខ្វះសមត្ថភាពនោះឡើយប៉ុន្តែគឺដោយសារតែអាស៊ានបានជ្រើសរើសផ្លូវដើរមួយដែលសមស្របទៅនឹងតថភាពនយោបាយនិងសង្គមរបស់ខ្លួនដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់ដែលមានភាពចម្រុះបំផុតនៅលើពិភពលោកមួយនេះ